នេះអតីតកាលដ៏យូរលង់ណាស់មកហើយព្រះពោធិសត្វបានចាប់កំណើតជាកូនអ្នកជំនួញម្នាក់អ្នកផងនិយមហៅលោកថាមហាពាណិជ្ជថ្ងៃមួយពួកពាណិជ្ជបាននាំគ្នាធ្វើដំណើរជួញដូរកាត់តាមវាលខ្សាច់ដាច់បាយដាច់ទឹកអស់កម្លាំងយ៉ាងខ្លាំងការធ្វើដំណើរដោយការផ្សងព្រេងមានសភាពលំបាកនេះទើបនាយមហាពាណិជ្ជនិយាយទៅកាន់ពួកពាណិជ្ជថាពួកយើងរកកន្លែងសមគួរសម្រាប់សិនទៅចាំពេលត្រជាក់បន្តិចយើងនឹងបន្តដំណើរទៅមុខទៀតពួកឈ្មួញទាំងឡាយឆ្លើយតបមកមហាពាណិជ្ជដោយក្តីកង្វល់ថាពួកយើងហត់ហេវខ្លាំងណាស់តើពួកយើងនឹងសម្រាប់នៅទីណាទៅបើវាធំល្វឹងល្វើយយ៉ាងនេះមែនហើយខ្ញុំសង្ឃឹមថាយើងនឹងអាចរកទីជម្រកបាននាពេលខាងមុខនេះជាមិនខានសូមអ្នកទាំងអស់គ្នាអត់ទ្រាំបន្តិចសិនចុះបន្តដំណើរទៅមុខទៀតដោយការលំបាកលុះយូរបន្តិចមកពួកគេក៏បានជួបដើមជ្រៃដ៏ធំមួយពួកអ្នកជំនួញនោះនាំគ្នាឈប់ដើម្បីសម្រាកយកកម្លាំងក្រោមម្លប់ជ្រៃនោះដោយពិនិត្យឃើញមែកជ្រៃហាក់ដូចជាមានទឹកសើមពួកពិនិត្យទាំងអស់ក៏ចាប់អារម្មណ៍ហើយនាំគ្នាកាប់មែកជ្រៃនោះនៅពេលពួកគេកាប់មែកខាងកើតទម្លាក់មករំពេចនោះស្រាប់តែមានទឹកដ៏ថ្លាឆ្វង់ហូរចេញមកហាក់បីដូចជាទឹកធ្លាក់មកពីលើមេឃពួកគេបាននាំគ្នាបរិភោគទឹកនោះបំបត្តិក្តីស្រេកឃ្លានដើមជ្រៃនេះពិតជាអស្ចារ្យខ្លាំងណាស់ពួកយើងមានទឹកហូបហើយបន្ទាប់មកពួកឈ្មួញក៏កាប់មែកខាងត្បូងវិញម្ដងកាប់រួចភ្លាមចំណីអាហារជាច្រើនបានធ្លាក់មកពាសពេញក្រោមដើមជ្រៃពួកគេនាំគ្នាបរិភោគអាហារនោះទាល់តែឆ្អែតស្កប់ស្កល់អស់អាហារច្រើនណាស់ពួកគេក៏នាំគ្នាកាប់មែកខាងលិចថែមទៀតពេលនោះស្រាប់តែលេចចេញស្រីស្អាតដូចទេពអប្សរជាច្រើនចេញមកពីលើមែកឈើនោះពួកគេនាំគ្នាជ្រើសរើសយកនារីម្នាក់មួយជាកម្មសិទ្ធិរបស់ខ្លួនមានតែមហាពាណិជ្ជម្នាក់ប៉ុណ្ណោះដែលនៅឆ្ងាយពីគេបន្ទាប់មកពួកពាណិជ្ជបានជំនុំគ្នាកាប់មែកខាងជើងបន្តទៀតគ្រាន់តែកាប់រួចហើយស្រាប់តែធ្លាក់នៅត្បូងពេជ្រចរណៃកែវកងនិងមាសចេញមកច្រើនឥតកណនាពួកគេនាំគ្នាជញ្ជូនមាសប្រាក់និងត្បូងចរណៃទៅទុករៀងខ្លួនយូរទៅពួកគេក៏ជំនុំគ្នាម្ដងទៀតសម្រាប់កាប់ដើមឈើនោះរំលំចោលតែម្ដងពេលនោះមហាពាណិជ្ជសេចក្ដីគិតតែម្នាក់ឯងថាក្រោយពីបានហូបទឹកអាហារត្រីត្រអាលនឹងកាមរាគដ៏ស្កប់ស្កល់ព្រមទាំងមាសពេជ្រដ៏ច្រើនសន្ធឹកសន្ធាប់ហើយក្ដីពួកគេក៏នៅចង់កាប់ដើមជ្រៃទាំងមូលថែមទៀតនេះជាអំពើដ៏សាហាវយង់ឃ្នងខ្លាំងណាស់គិតដូច្នោះហើយមហាពាណិជ្ជលើកដៃអង្វរសំពះក្រុមឈ្មួញទាំងនោះថាសូមអ្នកទាំងឡាយឈប់ត្រឹមនេះបានហើយខ្ញុំសូមអង្វរអ្នកបានជ្រកហើយមិនត្រូវកាប់បំផ្លាញជម្រករបស់អ្នកឡើយគ្មានអ្នកណាយកត្រចៀកស្ដាប់មហាពាណិជ្ជឡើយពួកគេសម្រេចកាប់ដើមជ្រៃចោលដោយភាពងងឹតងងុលក្រោយពេលកាប់ដើមជ្រៃរួចហើយរំពេចនោះមាននាគធំផុសចេញមកពីគល់ជ្រៃហើយបាញ់ភ្លើងសម្លាប់ពួកពាណិជ្ជទាំងអស់ចោលគ្មានសល់នៅសល់តែមហាពាណិជ្ជមួយប៉ុណ្ណោះដែលនៅឆ្ងាយហើយមានជីវិតគង់វង្សដោយឃើញនៅទង្វើល្អរបស់មហាពាណិជ្ជស្ដេចនាគក៏កើតចិត្តជ្រះថ្លានិងបានប្រគល់មាសប្រាក់ត្បូងចរណៃដ៏មានតម្លៃទាំងអស់ទៅឲ្យមហាពាណិជ្ជស្ដេចនាគបានយល់កំណើតខ្លាចជាសារីបុត្រចំណែកមហាពាណិជ្ជបានមកជាតថាគតនេះឯងបុគ្គលអង្គុយឬជ្រកក្រោមម្លប់នៃឈើណាមិនត្រូវកាប់បំបាក់មែកឈើនោះឡើយព្រោះថាបុគ្គលអ្នកទ្រុះមិត្តជាមនុស្សអាក្រក់ឃោរឃៅពេកណាស់ការលោភលន់ហួសប្រមាណនាំឲ្យវិនិច្ឆ័យខ្លួន